បងប្អូនត្រូវដឹងថានៅក្នុងជីវិតណាបងប្អូនត្រូវត្រៀមបាត់បង់មនុស្សជាច្រើនបំផុតនៅក្នុងជីវិតជាពិសេសនៅពេលដែលបងប្អូនកំពុងខំប្រឹងមិត្តភ័ក្តិបងប្អូនក្រុមគ្រួសារមនុស្សដែលបងប្អូនស្រឡាញ់ក៏គេចាក់ចោលយើងដែរនៅពេលដែលយើងប្រាជ័យយើងបាត់បង់សឹងតែគ្រប់គ្នាទាំងអស់មានពេលខ្លះយើងសឹងតែបាត់បង់ខ្លួនឯងទៅទៀតថាគេចង់មិនជឿលើយើងហេតុអីយើងអត់ជឿលើខ្លួនឯងអញ្ចឹងតើបងប្អូនទៅបន្ទោសថាអ្នកដែលគេដើរចេញពីយើងនឹងខុសទេបើយើងខ្លួនឯងយើងបោះបង់ខ្លួនឯងដែរហ្នឹងយើងត្រូវមើលមនុស្សជុំវិញយើងទាំងអស់បងប្អូនមើលខ្លួនឯងគ្មានអ្នកណាម្នាក់មួយដែលថាសុបាយចិត្តគ្រប់គ្នាបងប្អូនម្នាក់សុទ្ធតែមានទុក្ខលំបាកផ្សេងគ្នាទាំងអស់មានពេលខ្លះយើងថាយើងពិបាកយើងចេះចុះតែបងប្អូនមើលជីវិតអ្នកខ្លះគេពិបាកជាងនឹងទៀតហើយអ្នកខ្លះគាត់ដល់អ្នកមានរូបរាងក៏ស្អាតលុយក៏មានដូចតួកុនកូរ៉េស្លាប់ខ្លួនណោះមានដល់លុយស្អាតហើយមុខរបរអាជីពប៉ុណ្ណឹងដែរទៅស្លាប់ខ្លួនបងប្អូនឆ្ងល់អត់អាវិបត្តិផ្លូវចិត្តមួយផ្លែហ្នឹងវាធ្វើឲ្យមនុស្សគិតខ្លីទាំងដែលខ្លួនឯងមានស្អីដែលអាចធ្វើឲ្យរីករាយបានសោះអត់គិតទៅគិតអាស្អីមួយនឹងនាំឲ្យយើងទៅអាស្អីចំណុចមួយដែលធ្វើយើងសប្បាយចិត្តនាំទៅក៏ប៉ុន្តែក្នុងជីវិតរបស់យើងមានហេតុផលច្រើនណាស់ដែលឲ្យយើងគួររស់នៅហើយឲ្យយើងប្រឹងតែពេលខ្លះមនុស្សយកអាហេតុផលមួយយ៉ាងទូចមួយដែលកើតឡើងនៅក្នុងទល់មុខគាត់នឹងធ្វើឲ្យគាត់ភ្លេចរឿងល្អៗផ្សេងទៀតជុំវិញគាត់